ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានិងសួស្តីបងប្អូននិងក្មួយកាលពីសប្តាហ៍មុននាងខ្ញុំបានធ្វើបង្អែមមួយមុខមានឈ្មោះថាបបរត្រាវជាមួយនឹងអង្ករដំណើបខ្មែរបងប្អូនក៏មានបងស្រីជាច្រើនដែលគាត់បានខមមិនលើកសរសើរនាងខ្ញុំថានាងខ្ញុំពូកែនាងខ្ញុំឧស្សាហ៍អញ្ចឹងណានិយាយទៅតាមពិតទៅនាងខ្ញុំមិនមែនជាមនុស្សឧស្សាហ៍អីទេគ្រាន់តែថាខ្ញុំចូលចិត្តធ្វើហូបអញ្ចឹងណាបងប្អូនរឿងបង្អែមខ្មែររឿងចំណីអាហារខ្មែរគឺខ្ញុំគ្រប់គ្រងនិងចូលចិត្តធ្វើហូបជាប្រចាំអញ្ចឹងណាអញ្ចឹងវាទៅជាទម្លាប់របស់ខ្ញុំហើយបងប្អូនហើយដូចថ្ងៃនេះអញ្ចឹងនាងខ្ញុំមានគ្រឿងផ្សំខ្លួនឯងដែលដាំខ្លួនឯងបងប្អូនចេកក្រមួនវានៅរៀងស្ទើរដែរអត់ទាន់ទុំចូលខ្លាំងនាងខ្ញុំក៏យកមកធ្វើជាចេកឆឹងបងប្អូនចេកឆឹងស្ករជាមួយនឹងដូងខ្មែរបងប្អូនឆឹងជាមួយស្ករត្នោតខ្មែរឆឹងជាមួយនឹងចេកក្រមួនដែលដាំខ្លួនឯងនឹងនិយាយពីថាឈ្ងុយឆ្ងាញ់មែនទែនបងប្អូនអញ្ចឹងបងប្អូនចាំតាមដានទស្សនាវីដេអូនៃការធ្វើចេកឆឹងនិងដំឡូងឆឹងជាមួយខ្ញុំទាំងអស់គ្នាបងប្អូនតាមពិតទៅនាងខ្ញុំថ្ងៃហ្នឹងធ្វើចំនួន2មុខឆឹងចេកមួយមុខនិងឆឹងដំឡូងមីមួយមុខប៉ុន្តែដំឡូងមីតើតាពាក់កណ្ដាលវីដេអូបានឃើញអញ្ចឹងណាបងប្អូនតាមពិតទៅដំបូងឡើយគឺខ្ញុំឆឹងតែចេកក្រមួនតែពេលខ្ញុំពងដាក់ស្ងោរចេកប្រើហ្នឹងពុកខ្ញុំក៏ស្រែកហៅពីមាត់ប្អួយទ្វារក៏ហៅថាធ្វើអីគេសួរខ្ញុំធ្វើអីខ្ញុំថាឆឹងចេកអញ្ចឹងគាត់ក៏ថាឆឹងដំឡូងមួយមុខទៀតទៅមានដំឡូងមីអញ្ចឹងខ្ញុំក៏លឺសូរអញ្ចឹងហ្នឹងហើយមានអីពុកយកមកមានណាបងប្អូនបកចេកអីហើយត្រឹមត្រូវស្ងោរចេកអីហើយត្រឹមត្រូវក៏ចាប់ដើមធ្វើអាហ្នឹងមួយមុខហើយប្រញាប់អាលធ្វើដំឡូងមីឆឹងមួយមុខទៀតអញ្ចឹងណាបងប្អូនហើយនិយាយពីថាបងប្អូនហើយចេកដាំខ្លួនឯងនិយាយពីថាហូបដោយទំនុកចិត្តហូបដោយសុវត្ថិភាពរសជាតិក៏ឆ្ងាញ់ហើយសំខាន់ដាំខ្លួនឯងអញ្ចឹងគឺវាល្អបងប្អូនអត់អស់លុយទិញមកមុខទៀតអញ្ចឹងនេះបងប្អូននេះគឺជាដំឡូងមីដែលពុកខ្ញុំគាស់បានមិញហ្នឹងបងប្អូនគាត់គាស់បានច្រើនដែរខ្ញុំយកមកចិត្តសវកចិត្តអីវាចេញបកសវកវាចេញទៅក៏បានកន្លះកធុនដែកធំនឹងដែរអញ្ចឹងណាបងប្អូនចំណែកនេះគឺជាស្ករត្នោតខ្មែរបងប្អូនខ្ញុំទិញគេ1គីឡូដើម្បីយកមកដាក់ឆឹងចេកជាមួយនឹងឆឹងដំឡូងហើយដំឡូងមីនិយាយពីថាអូយបងប្អូនឡើងសាឡូនហើយខ្ចីរវក់ហើយឡើងស្អិតហ្មងបងប្អូនឡើងស្អិតល្មួតហ្មងនៅពេលដែលខ្ញុំឆឹងឆ្អិនហើយបងប្អូនចាំមើលវីដេអូឥឡូវខ្ញុំចាប់ផ្ដើមដាក់ស្ករដើម្បីរំលឹងវាឲ្យវាឡើងជើងក្រងឲ្យឈ្ងុយសិនហើយបងប្អូននិយាយពីថាស្ករខ្មែរយើងគឺក្លិនឈ្ងុយជះឈ្ងុយបានច្រើនផ្ទះមែនទែនបងប្អូនគ្រាន់តែក្លិនឈ្ងុយវាជះចេញពីស្ករត្នោតដល់ពេលខ្ញុំកំឡោចឲ្យរៀងជើងក្រងណាបងប្អូនដល់ផ្ទះ2ផ្ទះ3ឡើងមីងពូគាត់ដើរមកសួរថាធ្វើអីគេឈ្ងុយមិនអញ្ចឹងណាខ្ញុំក៏ថាឆឹងចេកឆឹងដំឡូងហើយនេះបងប្អូនដូងខ្មែរដូងយាយខ្ញុំបេះមកពីផ្ទះយាយខ្ញុំនៅឯស្រុកផ្សារនោះ3ផ្លែបងប្អូនដូងវារៀងទុំចាស់កោសមកនិយាយពីថាឈ្ងុយហើយខ្ទិះមែនទែនប៉ុន្តែអត់ធំទេបងប្អូនតូចល្មមឯ3ដងហ្នឹងវាអត់ធំខ្លាំងទេវាល្មមទូចទេល្មមមកដាក់យកមកឆឹងជាមួយនឹងចេកក្រមួនហើយនឹងដំឡូងមីអញ្ចឹងណាហើយឥឡូវនេះស្ករខ្ញុំគឺបានឡើងជើងក្រងខ្ញុំបានដាក់អំបិលមកចាប់ឥឡូវនេះចាប់ផ្ដើមដាក់ដូងកោសហើយយកតែសាច់ហ្នឹងបងប្អូនចាប់ផ្ដើមឆឹងចេកមុនណាបងប្អូនឆឹងចេកហើយបានខ្ញុំចាប់ផ្ដើមឆឹងដំឡូងមីតាមក្រោយឥឡូវនេះចាប់ផ្ដើមដាក់ដូងនឹងកូរស្ករជាមួយនឹងដូងដែលបានកោសសាច់ដូងណាបងប្អូនយកមកកូរវាឲ្យសព្វចឹងមកហ្នឹងហើយបងប្អូនឲ្យរៀងចូលជាតិគ្នាហើយបាទខ្ញុំចាប់ផ្ដើមដាក់ចេកក្រមួនចូលហើយចេកក្រមួនហ្នឹងបងប្អូនមើលពីដើមក្បាលវីដេអូឃើញខ្ញុំស្ងោរដោយសារចេកហ្នឹងវារឹងណាបងប្អូនទោះបីទុំក៏វារឹងទោះបីខ្ចីក៏វារឹងដែរបងប្អូនចាស់ក៏រឹងទុំក៏រឹងដែរគ្រាន់តែថាពេលទុំទៅវារៀងផ្អែមហើយខ្ញុំចាប់ផ្ដើមដាក់ចូលនិយាយទៅចេកក្រមួនហ្នឹងគឺខ្ញុំធ្វើលើកទី1ហើយបងប្អូនគឺធ្វើជាឆឹងលើកទី1ហើយសំខាន់ដោយសារចង់ឆឹងចង់ភ្លក់រសជាតិចេកក្រមួនហ្នឹងវាឆ្ងាញ់ដូចចេកសចេកទឹកយើងធម្មតាអត់ចឹងណាប៉ុន្តែនិយាយទៅបងប្អូនវារសជាតិមួយបែបម្នាក់វាអត់ថាវាឆ្ងាញ់ជាងចេកសគ្រាន់ថាវារសជាតិបែបចេកក្រមួនស្អិតហើយអត់សូវផ្អែមទេបងប្អូនចេកហ្នឹងវារៀងរឹងហើយរៀងសាបឡំបើអ្នកអត់សូវចូលចិត្តផ្អែមហូបចេកហ្នឹងត្រូវមែនទែនបងប្អូនចេកក្រមួនហ្នឹងគឺវាផ្អែមឡំហើយដល់ទៅពេលវារសជាតិផ្អែមឡំយើងយកស្ងោរឲ្យឆ្អិនហើយយកមកឆឹងជាមួយស្ករជាមួយនឹងសាច់ដូងកោសនិយាយពីថាឈ្ងុយឆ្ងាញ់មែនទែនបងប្អូនហូបទៅផ្អែមជាមួយនឹងស្ករត្នោតជាមួយនឹងសាច់ដូងគឺឆ្ងាញ់មែនទែនឥឡូវហ្នឹងឆ្អិនហើយចេកឆឹងយើងឥឡូវខ្ញុំចាប់ផ្ដើមស្ងោរដំឡូងមីយកទៅឆឹងម្ដងបងប្អូននិយាយទៅបងប្អូនច្បាស់ជាឆ្ងល់ហើយឆឹងចេកក៏ស្ងោរឆឹងដំឡូងក៏ស្ងោរហើយបានយកទៅឆឹងអាម៉េចបានអញ្ចឹងគឺមូលហេតុចេះបងប្អូនគឺខ្ញុំចង់ឲ្យវាសាច់ទុនហើយស្អិតល្មួតឆ្ងាញ់អញ្ចឹងខ្ញុំយកចេកនិងដំឡូងមីយកទៅស្ងោរសិនដើម្បីឲ្យវាស្អិតល្មួតឆ្អិនល្អហើយបានខ្ញុំយកទៅកូរជាមួយស្ករត្នោតជាមួយនឹងសាច់ដូងបងប្អូនធ្វើអញ្ចឹងបានឆ្ងាញ់គឺវាស្អិតល្មួតឆ្ងាញ់បងប្អូនហើយរសជាតិវាក៏បង្កើនរសជាតិឆ្ងាញ់ជាងឲ្យយើងឆឹងស្រស់ដែរបងប្អូនហើយនៅពេលដែលយើងស្ងោរចេកនិងស្ងោរដំឡូងឲ្យឆ្អិនហើយបានយកទៅឆឹងគឺវាចំណេញពេលវេលាហើយគឺវាឆាប់ឆ្អិនណាបងប្អូនគឺវាឆាប់ឆ្អិនហើយអត់ខ្លោចផ្ទះយើងទេបងប្អូនកាលណាយើងឆឹងតាំងវានៅឆាវនៅស្រស់បងប្អូនគឺខ្ញុំធ្លាប់ហើយគឺខ្លោចសាហាវបងប្អូនចាក់ទឹករហូតឲ្យខ្លោចពិបាកកូនណាអញ្ចឹងខ្ញុំក៏បដូរជាវិធីសាស្ត្រស្ងោរសិនហើយអត់ស្ងោរឲ្យវាផុយខ្លាំងទេស្ងោរតាមមួយឆ្អិនហើយបានខ្ញុំយកមកចាក់ជាមួយនឹងស្ករដែលយើងបានកូរឲ្យឈ្ងុយនឹងហើយបានយកមកចាក់កូរជាមួយដូងជាមួយអីតាមមកត្រឡប់ពីត្រឡប់គឺឆ្អិនជាការស្រេចបងប្អូនហើយឆ្ងាញ់ទៀតហើយសំខាន់វាអត់ខ្លោចផ្ទះអត់ខាតពេលវេលាយើងយូរកូរនៅជាប់ផ្ទះចុះឡើងគឺពិបាកមែនទែនឥឡូវនេះគឺឆ្អិនហើយបងប្អូនហើយនិយាយពីថាមើលតែក្នុងវីដេអូនេះទៅគឺស្អិតល្មួតហ្មងបងប្អូនឆ្ងាញ់មែនទែនវាត្រូវជាមួយនឹងស្ករត្នោតត្រូវជាមួយនឹងសាច់ដូងកោសត្រូវជាមួយនឹងដំឡូងនឹងវារឿងស្អិតហើយអូយផុសចេញពីដីមកនិយាយពីថាឆ្ងាញ់មែនតើបងប្អូនហើយស្អិតល្មួតខ្ញុំនិយាយមែនខ្ញុំចូលចិត្តដំឡូងមីនឹងយកមកឆឹងជាងដំឡូងជ្វាបងប្អូនគឺដំឡូងមីឆឹងឆ្ងាញ់ជាងដំឡូងជ្វាវា